Cầm bay món này rồi bộ tật đáy bất bất không bốn mà nè chú cả tray á mền nhưng mà bốn mà đi ở xa mà chú cả tray mà đòn bà chú cả đi krướng mà đi đom là miết đom côn sơ cây đom sơ crôi mà đi bà học một trăm trôi bơ chơi dân lia dùng mùi nọc ca mình trọt xuôi dơ nâng ai hay tray bằng một tray sai sọc mà rồi phía rồi mình có họ mình tray AI luôn có tray AI bằng bốn tray tức phliêng mà mê một trayឡើងចាប់បានមកមានប៉ុន្តែមានទូអញ្ចឹងស្លមជូរក្រាក់តោះបងប្អូនទៅស្លទៅជាមួយខ្ញុំអស់គ្នាមើលវិធីស្លបាទនិយាយវិធីគ្រឿងក្រូអញ្ចឹងយើងធ្វើឲ្យអញ្ចឹងមកយើងលើកឆ្នាំងដាក់មកលើភ្លើងឲ្យវាក្តៅហើយយើងចាក់ប្រេងឆាឬក៏ខ្លាញ់បន្តិចដើម្បីកុំឲ្យខ្លោចឆ្នាំងបងប្អូនហើយរួចក៏ចាក់គ្រឿងដំរបស់យើងហ្នឹងចូលទៅក្នុងឆ្នាំងដើម្បីរំលីងឲ្យវាឈ្ងុយបាទទឹកគ្រឿងរបស់យើងហ្នឹងយើងខ្ញុំរៀបរាប់ខាងមុខហ្នឹងបងប្អូនយើងរំលីងឲ្យឈ្ងុយបាទឡើងឈ្ងុយផ្ទះ2ផ្ទះ3អញ្ចឹងមកបាទនឹងវិធីស្លម្ជូរក្រាក់ត្រីបងប្អូនអានេះបត់ពិសោធន៍ថ្មីចេះដំបូងរបស់ខ្ញុំខ្ញុំសិក្សារៀនសូត្រនេះបាទឈ្ងុយគ្រឿងអញ្ចឹងហើយប្រហុកចិញ្ច្រាំយើងហ្នឹងបាទយើងដាក់មកដើម្បីរំលីងជាមួយនឹងគ្រឿងយើងហ្នឹងឲ្យឈ្ងុយអាហ្នឹងរត់តែឈ្ងុយកាលយើងរំលីងគ្រឿងឈ្ងុយ3 4 5ផ្ទះយើងដាក់ប្រហុកចូលម្សៅទៀតឈ្ងុយមួយភូមិបាទហើយឈ្ងុយគ្រឿងឈ្ងុយក្រូអីហើយអញ្ចឹងទៅយើងចាក់ត្រីយើងចូលបាទដាក់ត្រីចូលច្រឡំចាក់ទៅស្រួល Facebook ក៏ចាប់ទៀតចាក់ហ្នឹងបាទដាក់ត្រីយើងចូលអញ្ចឹងមកហើយច្បល់ឲ្យសប់ចូលគ្រឿងក្រូវិញអញ្ចឹងមកបាទមានគ្រឿងដំគ្រឿងនេះយើងហ្នឹងច្បល់អញ្ចឹងបងប្អូនរំលីងសាច់នឹងឲ្យវាចូលគ្រឿងហើយអញ្ចឹងមកសាំយើងដាក់ទឹកបន្តិចកុំឲ្យខ្លោចបងប្អូនខ្លោចណាដាក់ទឹកតិចកុំភ្លេចរឿងទឹកហ្នឹងប្រយ័ត្នបំផុតរឿងខ្លោចបាទហើយស្ករក្រហមយើងខ្ញុំដាក់1ស្លាបព្រាខ្ញុំចូលចិត្តផ្អែមបងប្អូនផ្អែមសាបបាទចូលចិត្តបាទយើងជ្រុំចឹងមកឲ្យដាក់នេះមកបាទហើយប៊ីចេងយើងដាក់1ស្លាបព្រាហ្នឹងមកហើយអានេះកន្លះទៀតមកបាទប៊ីចេងដាក់ចូលឲ្យហើយបាទវិធីស្លងាយបងប្អូនហើយបងប្អូនចង់ឆ្ងាញ់ដូចខ្ញុំសាកមើលមិនអួតទេបងប្អូនមែនតែនឆ្ងាញ់មានជាតិជាងសាច់ជ្រូកសាច់គោអញ្ចឹងគេថាសាច់ជ្រូកឯគោមានជាតិខ្លាញ់ជាតិអីយើងតលាន់បាទយើងដាក់ទឹកតិចចឹងបងប្អូនទឹកមកទឹកបន្តិចមកដាក់ដើម្បីកុំឲ្យខ្លោចយើងដាក់រងាស់វិញអញ្ចឹងមកបាទហើយរួចហើយយើងដាក់បន្លែបងប្អូនបន្លែទ្របយើងវាងាយលួយងាយផុយដែរបងប្អូនដាក់ឲ្យយោបល់ត្រីយើងមិនតាន់ឆ្អិនបាយត្រីទេបងប្អូនយើងដាក់ល្មមតែមកសពគ្រឿងនេះហើយយើងដាក់បន្លែចូលដើម្បីច្បល់កុំឲ្យបាយត្រីហើយយើងទុកឲ្យឆ្អិនត្រីនឹងបែកហើយបាទប៉ុណ្ណឹងមកបាទច្បល់រួចរាល់ហើយអីចឹងមកដាក់ទឹកបងប្អូនចាក់ទឹកយើងចូលបាទដាក់ទឹកយើងចូលនឹងឯងបាទទឹកដាក់ល្មមមកឆ្ងាញ់នឹងបាទហើយសំខាន់បំផុតនោះគឺផ្កាអំពិលខ្ចីអូនផ្កាអំពិលខ្ចីត្រួយអំពិលខ្ចីដាក់ចូលចឹងមកបងប្អូននេះហាន់ឲ្យល្អិតចឹងមកផ្កាអំពិលនិងត្រួយអំពិលបងប្អូនអានេះមកជូរក្រាក់របៀបខ្ញុំអភិវឌ្ឍខ្លួនឯងទេបាទរួចហើយយើងដាក់ទឹកចូលដើម្បីរងាស់ចោលហើយយើងកុំកូរទៀតអីខ្លាចបាយត្រីទុកឲ្យស្ងៀមទុកឲ្យវាឆ្អិនភ្លក់ថាល្មមហើយអីហើយយើងបិទភ្លើងយកតែម្ដងទៅបងប្អូនបាទយើងដាក់ទឹកប៉ាក់ចឹងមកអ្នកកុំដាក់ច្រើនពេកបងប្អូនតែខ្ញុំចូលចិត្តទឹកច្រើនឆ្ងាញ់អានេះឆ្ងាញ់តែទឹកឲ្យហត់ទឹកបងប្អូនបាទរួចហើយចាប់ដើមភ្លក់ហើយភ្លក់ក៏មានរសជាតិថាឆ្ងាញ់ហើយបាទចាប់ដាក់ចានចឹងមកឯងបាទនេះមើលបងប្អូនទៅណងនេះហើយកាមេរ៉ាម្នាក់ឯងបងប្អូនបើស៊ូមកចិត្តអែមតិចមើលទៅណងមកបងប្អូនមានក្បាលត្រីមានពងត្រីមិនដែលពេញឆ្នាំងទាំងអស់បងប្អូនហើយមកជូរក្រាក់មួយមុខនេះនិយាយពីថាជាតិមែនតែនហ្មងបងប្អូនមិនមែនអួតទេនេះត្រីរស់ប៉ុនខ្លួនដៃសាច់ត្រីដល់អែមបងប្អូនត្រីស្រែយើងនឹងទៀតនិយាយពីថា
đang tập off bài đi đây bông một năng điបាទហើយវីដេអូខ្ញុំក៏មានតែច្រើនដែរបងប្អូនចាំស្ដាប់សំឡេងដើមទស្សនាទាំងអស់គ្នាបាទកុំភ្លេចបងប្អូនឲ្យមេដៃមេជើង follow page ម្នាក់មួយផងបងប្អូនបាទអរគុណច្រើនបងប្អូនអែមហ្មងបងប្អូនអែមថាអែមអែមបងប្អូនជូរក្រាក់ណាស់មួយមុខនេះអែមហ្មងណាđây thì nó băng thì màu camera rồi mà bay món này rồi tất đầy bất bất không bốn mà này chú cả tray á mình sạch chuột sạch cô đâu luôn xa slo mà chú cả tray mà đòn giờ bị em ở con bye bye